បាទសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នានេះគឺជាវីដេអូទី4អញ្ចឹងតបយើងបំពេញព័ត៌មានគ្រូសិស្សហើយយើងចូលមកកាន់សម្រងបន្ទុកប្រចាំខែបាទនៅក្នុងសម្រងបន្ទុកប្រចាំខែនេះវាមានខែចំនួន12ប៉ុន្តែខែដែលប្រើកើតគឺខែវិច្ឆិការហូតដល់ខែសីហាខែកញ្ញាខែតុលានេះគឺអត់ទាន់មានទិន្នន័យទេបាទអញ្ចឹងនៅក្នុងខែវិច្ឆិការនេះយើងចុចចូលមកក្នុងខែវិច្ឆិការគឺយើងមានទំព័រដើមចាក់ចេញហើយនឹងត្រឡប់ក្រោយបាទអញ្ចឹងទី1គឺវត្តមាននេះគឺយើងចុចចូលមកបាទចុចចូលមកគឺវត្តមានបាទឥឡូវខ្ញុំសូមណែនាំពីរបៀបប្រើប្រាស់ MG នឹងបន្តិចនៅខាងស្ដាំដៃនេះគឺមានទំព័រដើមមានរបៀបរក្សានិងចាក់ចេញមានបង្ហាញជួរដេកលាក់ជួរដេកហើយនឹងបិទលើសៀវភៅនេះមានន័យថាយើងចុចទៅដើម្បីយើង print ហើយយើង print បិទនៅលើសៀវភៅធំរបស់យើងបាទឬក៏យើងប្រើ Chrono យើងកឹបក្នុង Chrono មកវិញបាទអញ្ចឹងពេលយើងបញ្ចូលគឺយើងបញ្ចូលនៅលើនេះបាទអញ្ចឹងនៅលើនេះអ្នកលោកគ្រូអាចប៉ះបានទេកន្លែងនេះគឺខ្ញុំលុកសក់ហើយដោយសារតែខ្លាចជាប់លោកគ្រូចុចទៅប៉ះខូចរូបមន្តអស់អញ្ចឹងបើសិនបើនៅក្នុងខែវិច្ឆិកានេះឆ្នាំ2025អញ្ចឹងនៅកន្លែងនេះឧទាហរណ៍ថាមានថ្ងៃឈប់ដូចជាថ្ងៃបំទុកអញ្ចឹងបំទុកនៅថ្ងៃ4បាទអញ្ចឹងយើងយកអក្សរ H holiday បាទយើងឈប់មួយថ្ងៃយើងចុចអាហ្នឹងមកគឺវានឹង roll highlight មកឲ្យយើងហើយបាទហើយចំណែកផ្នែកខាងក្រោមនេះនៅពេលដែលយើងបញ្ចូលវត្តមានបាទយើងបញ្ចូលគឺយើងច្បាប់អត់ច្បាប់បាទគឺមានតែពីរហ្នឹងទេបើយើងច្បាប់យើងដាក់ច្បាប់អញ្ចឹងមកហើយវានឹង count វានឹងរាប់ឲ្យយើងបាទគឺនឹងថយចំនួនសិស្សជាក់ស្ដែងបើសិនជាសិស្សយើងមានប៉ុន្មានគឺវានឹងរាប់ប៉ុណ្ណឹងបាទហើយខាងនេះគឺវានឹងរាប់អូតូវាកណនីឲ្យស្រេចតែម្ដងបាទនេះគឺជារបៀបប្រើអញ្ចឹងបើសិនជានេះខ្ញុំសូមដកសិនវិញឧទាហរណ៍ហើយមួយយ៉ាងវិញទៀតខ្ញុំសូមណែនាំពីរបៀបប្រើនៅខាងស្ដាំនេះបន្តិចបើសិនជាយើងបញ្ចូលទិន្នន័យឲ្យអស់បើសិនជាសិស្សយើងមានយើងធ្វើឲ្យអស់អញ្ចឹងលោកគ្រូត្រូវតែតម្រៀបឈ្មោះហ្នឹងឧទាហរណ៍ថាបើមានសិស្សថ្មីចូលមកអញ្ចឹងយើងត្រូវតែតម្រៀបទៅដើម្បីឲ្យវារៀបឈ្មោះឲ្យស្អាតបាទនេះវានឹងទៅរៀបមកស្អាតហើយបាទរៀបតាមតកូលហ្នឹងតែខ្ញុំសូមត្រឡប់ទៅវិញបាទនៅលើតម្រៀបឈ្មោះនេះគឺយើងអាចคลิกបាន2ដងមានន័យថាយើងតម្រៀបឈ្មោះម្ដងយើងត្រឡប់ក្រោយមកវិញម្ដងបានទៀតចំណែកឯនៅពេល print បាទនៅពេល print អ្នកគ្រូអាច print ចុច Control P នៅលើ keyboard ក៏បានប៉ុន្តែនៅក្នុងបញ្ជីអវត្តមាននេះខ្ញុំសូមណែនាំកន្លែងនេះបន្តិចដោយសារថាកន្លែងនេះវាមានជាប់អក្សរ S នៅខាងលើនេះបាទអញ្ចឹងដើម្បីយើង print យើងអត់ត្រូវការជាប់អក្សរ S ហ្នឹងទេអញ្ចឹងបើសិនលោកគ្រូចង់កុំឲ្យជាប់លោកគ្រូចុចរក្សា PDF បាទឬក៏ចង់ផ្ញើទៅក្រៅអញ្ចឹងរក្សា PDF បាទអញ្ចឹងរក្សា PDF មកអញ្ចឹងឯកសារហ្នឹងគឺវានឹងរត់មក PDF ហើយបាទអញ្ចឹងខ្ញុំសូមបើកតេស្តឲ្យមើលបាទអញ្ចឹងគឺឃើញអ្នកគ្រូអត់ជាប់អក្សរ P ហ្នឹងមកទេប៉ុន្តែបើលោកគ្រូ print នៅលើកុំព្យូទ័រនឹងផ្ទាល់ហ្មងគឺវានឹងជាប់អក្សរ S នៅខាងលើនេះបាទខ្សែខាងលើនេះមិញគឺមានតែបញ្ជីមួយហ្នឹងទេបញ្ជីអវត្តមានហ្នឹងទេគ្រប់ខែទាំងអស់គឺមានជាប់អញ្ចឹងប៉ុន្តែចំពោះការបិទលើសៀវភៅគឺអត់មានទេអញ្ចឹងលោកគ្រូអាចចុច Control P នៅលើ keyboard ហើយ print direct យកតែម្ដងក៏បានដែរគឺមានតែបញ្ជីអវត្តមានហើយដាក់ពាក្យថានេះគឺកັບលើ Chrono គឺគ្រប់ខែទាំងអស់គឺសិតតែធ្វើអញ្ចឹងខ្ញុំសូមណែនាំថាបើយល់ល្អលោកអ្នកគ្រូចុច save PDF មកទៅព្រោះអីគ្រប់កន្លែងគឺសិតតែមាន PDF បាទបញ្ជីបន្ទុកក៏ដោយបាទបញ្ជីបន្ទុកនេះគឺដូចគ្នាបាទគឺយើងអាចបញ្ចូលបន្ទុកមកហើយឈ្មោះហ្នឹងគឺយើងបញ្ចូលពីកន្លែងដើមដូចខ្ញុំវីដេអូមុនអញ្ចឹងហើយកន្លែងនេះគឺយើង lock អស់ហើយអត់ឲ្យមានទេហើយវានឹងរាប់ឲ្យលោកគ្រូអ្នកគ្រូស្រេចតែម្ដងនៅខាងក្រោមនេះបាទនេះគឺជាចំនួនសិស្សនៅសៀវភៅធំរបស់យើងបាទគឺវីដេអូនោះរាប់ឲ្យស្រេចតែម្ដងបាទហើយចំណែកកន្លែងនេះគឺយើងអាចបញ្ចូលចំនួនសិស្សអីចឹងទៅក្នុងលក្ខខណ្ឌពិសេសបើសិនលោកអ្នកគ្រូលុបសិស្សណាម្នាក់ចេញវិញអញ្ចឹងលោកគ្រូត្រូវ clear ជួរមួយនោះឲ្យស្អាតបាទលុបចំនួនលុបទិន្នន័យក្នុងនោះឲ្យស្អាតទាំងអវត្តមានទាំងអីនោះគឺលោកគ្រូត្រូវលុបវិញឲ្យស្អាតតែម្ដងបាទហើយនៅក្នុងការ print របស់លោកគ្រូខ្លះគាត់ទូចម៉ាស៊ីនកុំព្យូទ័រគាត់ទូចឬក៏កន្លែងនេះវាចេញសញ្ញាទង់ជ្រួចលោកគ្រូអាចទាញព្រិចវាបានបាទព្រិចវាទៅដើម្បីយើងធ្វើការឲ្យវាឃើញលេខឃើញអីច្បាស់ជាក់ស្ដែងអញ្ចឹងណាបាទហើយបើយើងធ្វើហើយយើងគ្រាន់តែចុច save PDF មកគឺវានឹងរត់ទៅជា PDF ហើយបាទហើយវាដាក់នៅលើ desktop មួយយើងហើយបាទអញ្ចឹងកន្លែងហ្នឹងគឺមានប៉ុណ្ណឹងត្រឡប់ក្រោយអញ្ចឹងខ្ញុំសូមបង្ហាញពីចំណាត់ថ្នាក់មួយទៀតចំណាត់ថ្នាក់នេះគឺយើងមានហើយបាទនេះគឺជាសាលារបស់ខ្ញុំបាទអញ្ចឹងយើងដាក់អញ្ចឹងមកដូចគ្នាគឺមានបន្ទុកជំភាគចំណាត់ថ្នាក់លទ្ធផលនិទេសអញ្ចឹងទៅបាទនិទេសគឺមានពណ៌ផ្សេងគ្នាអញ្ចឹងនិទេសនេះបើសិនយើងបញ្ចូលគឺនិទេសនោះវាអត់រត់ស្អាតអញ្ចឹងហើយវានឹងបច្រាស់ទៅបច្រាស់មកអញ្ចឹងកន្លែងហ្នឹងយើងចុចតម្រៀបឈ្មោះបាទពេលចុចតម្រៀបទៅវានឹងរៀបហើយបាទនេះវារៀបហើយអញ្ចឹងបើលោកគ្រូមានសិស្សច្រើនអាចប្រើចំណាត់ថ្នាក់2ជួរនេះក៏បានដែរបាទបើ2ជួរនេះទៅក៏បានដែរបាទហ្នឹងហើយបញ្ចូល2ជួរទៅហើយបើកន្លែងសិស្សនេះគឺយើងបញ្ចូលចំនួនសិស្សជាក់ស្ដែងថាសិស្សយើងក្នុងពិតជាក់ស្ដែងក្នុងបញ្ជីយើងគឺមានប៉ុន្មានមាន12នាក់អញ្ចឹងយើងដាក់12មកបើសិនជាយើងចុចលេខ10ក៏វារាប់ត្រឹម10បាទអញ្ចឹងយើងដាក់លេខ2វាចប់រាប់ត្រឹមលេខ12បាទវារាប់ហើយវាចែកនិទេសឲ្យស្អាតតែម្ដងបាទហើយយើងពេលយើងធ្វើយើងគ្រាន់ចុចលាក់ជួរដេកមកបាទគឺវានឹងរាប់បាននិទេស A មាន8នាក់ស្រី4នាក់បាទនិទេស F 0នាក់ស្រី0នាក់អញ្ចឹងទៅហើយថ្ងៃខែនេះគឺយើងបញ្ចូលនៅកន្លែងដំបូង
ហើយកន្លែងនេះនៅក្នុងគ្រូដូរទៅបើសិនជាគ្រូប្រើមាននីយិកាដាក់នីយិកាវិញមកកន្លែងដំបូងហ្នឹងគឺវានឹងដូរឲ្យស្រេចតែម្ដងបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងបាទរៀងវែងតិច